បាទសួស្តីបងប្អូននិងប្រិយមិត្តអ្នកទស្សនាជាទីមេត្រីនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកមកបង្ហាញអំពីចំណេះដឹងមូលដ្ឋានគ្រឹះអំពីកុំព្យូទ័របាទហើយជាពិសេសហ្នឹងគឺខ្ញុំបដោតទៅលើសិស្សនុសិស្សដែលមិនមានមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័របាទដូចជាចាប់ពីក្មេងពីអនុវិទ្យាល័យទៅជាដើមបាទដូចជាគាត់មិនដែលឆ្លងកាត់នៅការប្រើប្រាស់កុំព្យូទ័រហើយមិនទាន់មានការយល់ដឹងអំពីឧបករណ៍ digital អីមួយចំនួនហ្នឹងខ្ញុំនឹងចែកដឹងនៅសូមចែករំលែកនៅចំណេះដឹងមូលដ្ឋានបាទមិនលើកជាលក្ខណៈ professional ទេជា advanced ទេបាទដើម្បីឲ្យពួកគាត់នឹងអាចចាប់បានដោយសន្សំបាទរាល់ការបង្ហាញរបស់ខ្ញុំហ្នឹងគឺសូមលើកយកចំណុចខ្លីៗសាមញ្ញសិនបាទហើយចូលដល់បន្ទាប់ទៀតខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូឡើងទៅមកកម្រិតអីបន្តទៀតអញ្ចឹងទៅបាទហើយសូមបញ្ជាក់ដែរថានៅក្នុង slide នេះខ្ញុំសូមអធិស្ឋានដែលមិនបានដាក់នៅភាសាជាតិបាទដោយគោលបំណងខ្ញុំចង់ឲ្យក្មេងៗចាប់ផ្ដើមស៊ាំនឹងភាសាហើយនឹងនៅក្នុងវាមានពាក្យកលឹះអីមួយចំនួនហ្នឹងឲ្យគាត់ស៊ាំដើម្បីគាត់មានមូលដ្ឋានក្នុងការស្រាវជ្រាវ research អីបន្ថែមទៀតអំពីចំណេះដឹងបច្ចេកវិទ្យាទាក់ទងមួយកុំព្យូទ័រអីបន្ថែមទៀតហ្នឹងបាទដោយសារដូចយើងដើមស្រាប់ហើយចំណេះដឹងដែលជា global ដែលជាទីតាក់ជាកន្លែងដែលប្រភពនៃផ្ដល់ចំណេះដឹងភាគច្រើនហ្នឹងវាជាភាសាអង់គ្លេសបាទបើអញ្ចឹងបងយើងអាចបន្ស៊ាំជាភាសាអង់គ្លេសទៅតែខ្លះហើយទៅគាត់នឹងជួយដល់គាត់ដែរបាទអាចនិយាយថាខ្ញុំព្យាយាមដាក់ពាក្យដែលងាយស្រួលអីដែរអញ្ចឹងទៅគាត់បានយល់ជាភាសាអង់គ្លេសខ្លះហើយយល់ដឹងពីចំណេះដឹងទាក់ទងមួយកុំព្យូទ័រអីជាមួយគ្នាទៅតែម្ដងបាទអញ្ចឹងកុំឲ្យខាត់ពេលយើងចូលដល់មេរៀនទី1របស់ខ្ញុំតែម្ដងគឺយើងនិយាយពីសេចក្តីផ្ដើមអំពីកុំព្យូទ័របាទអញ្ចឹង learning attitude របស់យើងគឺគោលបំណងនៃការរៀនធ្វើមេរៀននេះគឺដើម្បីឲ្យនៅចុងបញ្ចប់by the end of this lesson ហ្នឹងគឺstudent will be able to អាចគាត់មានសមត្ថភាពក្នុងការបញ្យល់តើអ្វីជាកុំព្យូទ័រឬក៏គាត់បានស្គាល់ថាអ្វីជាកុំព្យូទ័រហើយគាត់យល់ដឹងអំពីផ្នែកផ្សេងនៃកុំព្យូទ័របាទ main parts of computer បាទហើយមួយទៀតហ្នឹងគឺយើងនឹងបង្ហាញអំពីមូលដ្ឋានគ្រឹះក្នុងដំណើរការប្រើប្រាស់កុំព្យូទ័រអីអញ្ចឹងបាទរបៀបបិទបើកប្រើម៉ៅប្រើ keyboard អីយ៉ាងម៉េចអីអញ្ចឹងទៅបាទហើយមួយទៀតហ្នឹងគឺគាត់នឹងមានការយល់ដឹងអំពីចំណុចកលឹះឬក៏ចំណុចដែលសុវត្ថិភាពផ្សេងរបស់កុំព្យូទ័របាទអូខេអញ្ចឹងចូលដល់បន្ទាប់ទៀតហ្នឹងយើងនិយាយអំពីអ្វីទៅជាកុំព្យូទ័របាទអញ្ចឹងយើងលើកមកជាសាមញ្ញទេបាទហើយយើងអត់បកស្រាយរបៀប professional ទេបាទយើងអាចនិយាយថាកុំព្យូទ័រគឺជាម៉ាស៊ីនមួយបាទម៉ាស៊ីនឧបករណ៍អេឡិចត្រូនិកអីមួយដែលជួយឲ្យយើងក្នុងការធ្វើការងាររៀនហើយនឹងលេងកម្សាន្តអីអញ្ចឹងក្នុងការ entertainment អីអញ្ចឹងជាដើមទៅបាទហើយដូចក្នុងការរៀនដូចជាយើងអាចឲ្យសិស្សរៀនបែប digital បាទមិនមែនជាការសរសេរกระดาษឬបែបជាទៅលើ physical ឧបករណ៍ដូចពីមុនទេយើងប្រើជាមួយកុំព្យូទ័រដោយដូចថាសិស្សអាច typing ជា homework របស់គាត់ហ្នឹង submit តាមរយៈកុំព្យូទ័រអីចឹងទៅបាទគាត់សរសេរជាអក្សរនៅក្នុងកុំព្យូទ័រអីចឹងហើយគាត់អាចរៀនតាម online search ស្រាវជ្រាវអីតាម online អញ្ចឹងបាទ
ហើយប្រើក្នុងទំនាក់ទំនង communication hoặcទំនាក់ទំនងការងារទំនាក់ទំនងដូចជា Facebook email Zoom ហើយនឹងកម្មវិធីអីផ្សេងៗទៀតបាទដូចជា Telegram អីហ្នឹងក៏យើងប្រើនៅក្នុង computer ដែរបាទឥឡូវជាពិសេសអ្នកដែលធ្វើការអីឬក៏សិស្សអីក៏ដោយបាទគាត់ធ្វើកិច្ចការនៅក្នុង computer អញ្ចឹងគាត់ធ្វើការ submit អីប្រើប្រាស់ Telegram ឬក៏បណ្ដាញសង្គមអីផ្សេងៗនៅក្នុង computer ដោយផ្ញើចេញពី computer តែម្ដងបាទអត់ចាំបាច់ copy ចុះឡើងជាមួយទូរស័ព្ទទេបាទបើចំពោះបងប្អូនដែលនៅសិស្សសាលាដែលកំពុងរៀនប្រហែលជាភាគច្រើនគាត់ប្រើតែទូរស័ព្ទអីអញ្ចឹងទៅបាទគាត់ស៊ាំនៅមួយទូរស័ព្ទឯងប្រើ Facebook ប្រើemail email ប្រហែលជាមិនស្រួលមិនសូវដែរប្រើទៀតមកបច្ចុប្បន្នប្រើតែ chat Telegram អីផ្សេងៗអញ្ចឹងទៅប្រើតែមួយទូរស័ព្ទឯងប៉ុន្តែដល់ឡែកបើអ្នកធ្វើការងារបាទរៀមច្បងលោកគ្រូឬក៏បុគ្គលិកអីគេធ្វើការងារគឺគេប្រើបណ្ដាញសង្គមនៅក្នុង computer អីចឹងទៅក្នុងការទំនាក់ទំនងផ្ញើឯកសារអីចេញពី computer ទៅតែម្ដងបាទហើយនៅក្នុងផ្នែកកម្សាន្តដូចជា computer គេអាចយកទៅលេង game បាទបងខ្ញុំគិតថាក្មេងៗឥឡូវបើជាដឹងច្រើនណាគេ live game លេង game អីហ្នឹងបាទស្ដាប់តន្ត្រីចាក់វីដេអូអីហ្នឹងបាទហើយយើងដេញស្រាវសំបីនៅក្នុងកន្លែងវិស័យកម្សាន្តហ្នឹង DJ អីដែលគាត់អ្នកចាក់ភ្លេងចាក់អីហ្នឹងគឺក៏ប្រើ computer ដែរបាទដោយឡែកនៅក្នុងវិស័យការងារនេះខ្ញុំគ្រាន់តែលើកត្រួសទេបាទនៅក្នុង computer គេប្រើក្នុងការងារការិយាល័យបាទ office នៅក្នុងវិស័យធនាគារលក់ដូរអីយក computer នៅក្នុងការលក់ដូរបែប digital គេមានប្រើប្រាស់ប្រព័ន្ធ system អីនៅក្នុង computer ដោយយើងផ្លាស់ប្ដូរពីការកត់ជីដៃថាសរសេរបងសរសេរអីជាដៃហ្នឹងយើងប្រើ computer យើងធ្វើការងារបានងាយស្រួលទំនើបហើយនឹងមានប្រសិទ្ធភាពការងារជាងមុនអីចឹងទៅបាទហើយនៅមានកិច្ចការជាច្រើនទៀតនៅក្នុងវិស័យផ្សេងសំបីតែវិស័យសុខាភិបាលវះកាត់អីហ្នឹងសំបីតែនៅក្នុងវិស័យកងទ័ពអីហ្នឹងក៏គេប្រើ computer ដែរបាទក្នុងការបញ្ជាសំបីតែការបញ្ជាគ្រឿងយន្តអីមួយចំនួនក៏គេប្រើ computer ដែរបាទអូខេអញ្ចឹងចូលដល់ចំណុចបន្ទាប់បាទខ្ញុំនឹងបញ្យល់បងប្អូនបានសិស្សានុសិស្សឬក៏ប្រិមិត្តហ្នឹងយល់អំពីផ្នែកសំខាន់នៃ computer ទៅបាទជាទូទៅ computer មួយតែងតែមាន monitor បាទអញ្ចឹងដល់ចំណុចបន្ទាប់ទៀតខ្ញុំយល់នឹងបង្ហាញមានរូបឲ្យមើលថា monitor វាមិន monitor គឺមុខងារបញ្ចេញរូបអញ្ចឹងបាទដូចទូរស័ព្ទយើងមានអេក្រង់បញ្ចេញយើងមើលថាមានអីខ្លះហ្នឹងបង្ហាញជារូបភាពជាទ្រង់ទ្រាយសកម្មភាពអីមួយដែលដើម្បីឲ្យអ្នកប្រើប្រាស់គាត់ប្រើប្រាស់ហើយសម្រាប់ចិត្តឬក៏ផ្ដល់ជាព័ត៌មានអីផ្សេងនៅក្នុងអេក្រង់ហ្នឹងបាទដូចគ្នាដែរ computer វាតែងតែមានmonitor និងប្រភេទ desktop បាទបើ laptop វាមាន screen របស់វាហ្នឹងបាទ CPU នេះគឺបកស្រាយងាយយល់គឺជាខួរក្បាលរបស់ computer បាទចំណុចដែលគ្រប់ computer ទាំងអស់มันអាចខ្វះបានគឺ CPU បាទជាអ្នកគិតគណនាអីផ្សេងអីហ្នឹងគឺប្រភពនៃការផ្ដល់ព័ត៌មានទទួលព័ត៌មានអីផ្សេងអីហ្នឹងគឺCPU ហ្នឹងហើយបាទនិយាយជារួមមកកុំឲ្យវែងឆ្ងាយគឺជាខួរក្បាលរបស់ computer ហើយបាទហើយ keyboard ជាគ្រាប់ចុចហ្នឹងយើងនិយាយសាមញ្ញបាទសម្រាប់យើងចុចអក្សរហ្នឹងបាទដូចនៅទូរស័ព្ទដៃក៏យើងkeyboard ដែរបាទយើងទៅសេអក្សរអីហ្នឹងយើងឆាតយើងអីជាមួយគ្នាហ្នឹងគឺយើងមាន keyboard តែគ្រាន់តែមួយ keyboard នៅ touch ហើយបីសំដៅនៅក្នុង computer យើងប្រើជាគ្រាប់ចុចបាទដូច laptop អីហ្នឹងជាគ្រាប់ចុចហើយ mouse បាទជាឧបករណ៍មួយសម្រាប់ប្រើយើងបញ្ជាសម្រាប់ click សម្រាប់អីសម្រាប់
đau cô đau ấy nào muối dân để dân pra nó computer nó mà mình tha chỉ laptop ấy đấy mở mà tôi phải bón cái miền nào vài là mình xài mình ấy chẳng mà computer chỉ non muốn mở computer nhưng pra miền xài bạn printer này bạn ấy còn là chưa upacorn và thay mấy là print cái đá print đấy bạn thầm đá đi bạch bón rồi có ôn bốn sa san sa hay khơi nhé chúng cáo mình crew quật chạy cái đá mình nhiều xa ấy copy ấy chẳng rồi có sự phơi pông mấy cái đó cứ thử tại print đấy bạn miền machine print đấy bạn print chia cái đá print chia klum xa ai cái xa chỉ sự phơi pông rồi có chia vì nhiều xa ấy xên chụn ôn bạn ok chẳng châu đòn chuyển đổi về top tiết bạnនេះក៏រៀបរាប់ពីផ្នែកផ្សេងរូបភាពបង្ហាញផ្នែកផ្សេងនៃកុំព្យូទ័រអញ្ចឹងបាទអានេះកុំព្យូទ័ររូបភាពកុំព្យូទ័រស៊េរីចាស់កុំព្យូទ័រស៊េរីចាស់វាមានលក្ខណៈបែបហ្នឹងបាទកុំព្យូទ័រដាក់លើតុអីហ្នឹងមិនដឹងថាបងប្អូនតន់អត់ទេបាទអាចទៅ search ក្នុង YouTube អីមើលបានកុំព្យូទ័រនន់មុនវាអញ្ចឹងមាននេះក្រងមើលអីហ្នឹងថា monitor ហើយបាទនេះមាន 0 មកសម្រាប់ដាក់ D ហ្នឹងម៉ៅនេះម៉ៅប្រើខ្សែហ្នឹងបាទសម្រាប់ point សម្រាប់ click សម្រាប់អីហ្នឹងគឺអាម៉ៅហ្នឹងបាទ speaker ហ្នឹងឧបករណ៍បន្ថែមឯងយើងចង់ចាក់បទចម្រៀងចាក់អីឲ្យលឺអីហ្នឹងកុំមុនកុំព្យូទ័រខ្លះគឺអត់មាន speaker ជាប់នៅកុំព្យូទ័រហ្នឹងស្រាប់ឯងត្រូវដោត speaker ទិញ speaker ថែមមកគូទៀតទេអញ្ចឹងបាទមានដាក់ disk compact disk មាន headphone នេះកាសហើយមាន keyboard មានអីចឹងមាន CPU មានអីដូចគ្នាបាទ microphone ត្រួសអញ្ចឹងចាស់ស្ដែងនៅក្នុងម៉ាស៊ីនកុំព្យូទ័រហ្នឹងវាមានផ្នែកផ្សេងទៀតដែលធ្វើឲ្យកុំព្យូទ័រដំណើរការទៅបាននេះគ្រាន់តែជាចំណុចត្រួសទេបាទឥឡូវចូលទៅវីដេអូនេះខ្ញុំសូមបង្ហាញអំពីប្រភេទនៃកុំព្យូទ័របាទមុននឹងចូលទៅដល់ចំណុចសង្ខេបចំណុចលម្អិតផ្សេងទៀតពីកុំព្យូទ័របាទនៅចង់បញ្ចប់វីដេអូនេះខ្ញុំសូមលើកតែឲ្យបងប្អូនស្គាល់ពីប្រភេទកុំព្យូទ័រសិនបាទជាក់ស្ដែងកុំព្យូទ័រវាមានច្រើនប្រភេទណាបាទតែគ្រាន់តែខ្ញុំលើកយកតែ3ប្រភេទសាមញ្ញដែលក្នុងជីវភាពរស់នៅឬក៏ក្នុងទីផ្សារដែលបងប្អូនអាចរកទិញប្រើបានឬក៏អាចឃើញគេមានប្រើប្រាស់អីចឹងបាទជាពិសេសនៅស្រុកខ្មែរយើងអញ្ចឹងឃើញប្រើទូទៅគឺនៅមានប្រភេទ desktop ហ្នឹងបាទ desktop កុំព្យូទ័រហ្នឹងអាប្រភេទរូបមុនហ្នឹងនៅលើមាន monitor មានធុង case របស់វាហ្នឹងបាទមានហើយបន្ទាប់មកទៀតមាន desktop all in one បាទ all in one ហ្នឹងវាស្តៀងនឹង desktop ដែរប៉ុន្តែវាអត់មានផ្នែកអីផ្សេងអត់មានអា case វាមួយហើយមានអីវាមានផ្ទាំងតាមដូចជា monitor មួយអញ្ចឹងប៉ុន្តែវាមានគ្រឿងម៉ាស៊ីនវាមកចប់តែម្ដងបាទហ្នឹងបាទហើយមួយទៀតគឺ laptop បាទ laptop កុំយើងអាចប្រើហៅជាភាសាខ្មែរយើងសាមញ្ញហ្នឹងគេច្រើនហៅថាកុំព្យូទ័រយួរដៃហ្នឹងបាទប្រភេទ notebook អីហ្នឹងបាទឥឡូវយើងចូលដល់រូបភាពបាទរបស់យើងគឺអានេះកុំព្យូទ័រ desktop លើតុហ្នឹងបាទអាហ្នឹងមាន case វាមួយអញ្ចឹងទៅបាទចង់បើកដំណើរការអីចឹងត្រូវមានប៊ូតុង power on មួយអញ្ចឹងទៅបាទនេះ monitor សម្រាប់បញ្ចេញរូបភាពដើម្បីបង្ហាញព័ត៌មានផ្សេងបាទនេះ keyboard អីអញ្ចឹងទៅនេះ mouse បាទ mouse គឺមាន mouse ខ្សែមាន mouse អត់ខ្សែអញ្ចឹងទៅបាទអូខេនេះ speaker អីធម្មតាអញ្ចឹងទៅអានេះឧបករណ៍បន្ថែមនេះបាទដូចជាថ្ងៃក្រោយកុំព្យូទ័រចង់ print ជាមួយនឹងម៉ាស៊ីន print អីចឹងគេត្រូវធ្វើការភ្ជាប់ជាមួយម៉ាស៊ីន print អីចឹងទៅបាទដើម្បីអាច print กระดาษ print អីបានចឹងទៅបាទមានកាសមានអីកុំព្យូទ័រយូរទៅមានរុនដោតកាសអញ្ចឹងទៅបាទអូខេចូលដល់ប្រភេទនេះចំណុចទី2ហ្នឹងគឺអានេះ desktop ដែរតែ all in one បាទអញ្ចឹងវាអត់មាន case មានអីទេបាទហើយបញ្ជាក់ដែរកុំព្យូទ័រ desktop ហើយនឹងall in one នេះអីហ្នឹងវាអាហ្នឹងវាអត់មានថ្មមានអីទេអាហ្នឹងដោតភ្លើង direct បាទដោតភ្លើងទៅហើយបានបើកប្រើទៅបាទអាលុតភ្លើងគឺអាលុតដែរអញ្ចឹងលុះត្រាតែ
អ្នកប្រើប្រាស់ទៀតគាត់មានអាគុយ CPU អីចឹងណាបាទកុំព្យូទ័រដោតភ្ជាប់មួយ CPU អញ្ចឹងពេលដាច់ភ្លើងដាច់អីវានៅមានភ្លឹកទប់ដំណើរការអញ្ចឹងទៅបាទអញ្ចឹងdesktop ហ្នឹងវាមិនស្មុគស្មាញដូចអា desktop series មុននេះគេហៅ all in one ហ្នឹងបាទអញ្ចឹងវាមានតែមួយតួហ្នឹងហើយបិទបើកមកអានេះវាស្តៀងទៅ laptop ដែរអញ្ចឹងបាទតែគ្រាន់តែវាពិបាករៀងពិបាកដាក់តាមខ្លួនគេធ្វើការនៅកាយអាឡ័យអីចឹងទៅបាទលក្ខណៈថាអត់មូត្រូវការមូចុះមូឡើងហើយវាមានភាគច្រើនវាផ្ទៃធំបាទទាំងអេក្រង់ធំអីចឹងទៅបាទហើយប្រើ keyboard អី keyboard អត់ខ្សែមិនខ្សែទៅតាមជាក់ស្ដែងអញ្ចឹងព្រោះវាមាន port បើចង់គេប្រើប្រភេទខ្សែទាំងម៉ៅទាំងអីក៏ដោយចង់ប្រើខ្សែគេមាន port USB ខាងពីចំហៀងឬពីខាងក្រោយទៅតាម model របស់គេអញ្ចឹងណាបាទអញ្ចឹងបងប្អូនឬក៏ប្រិមិត្តអាចមានជំរើសមួយហ្នឹងបើអត់ចង់ប្រើ desktop ស៊េរីមុនហើយចុងក្រោយគឺ laptop បាទភាគច្រើនស្គាល់ហើយបាទនេះ laptop បត់ដាក់តាមខ្លួនអីហ្នឹងបាទអេក្រង់អីមានមួយ set វាហ្នឹងទាំង keyboard ហ្នឹងនៅខ្លួនវាអីចឹងស្រាប់ហើយបាទហើយមានប្រភេទបត់ផ្ដាច់ខ្លួនអីដូចជាពួកហៅ notebook ឬក៏ឥឡូវវាមានប្រភេទ tablet ដែលមានសមត្ថភាពអាចប្រើប្រាស់ជាមួយអាចជាជំនួសឲ្យកុំព្យូទ័រឬក៏ laptop បានដែរបាទតែគ្រាន់តែវាមានកម្រិតទៅតាមហ្នឹងអញ្ចឹងបាទអញ្ចឹងវីដេអូនេះដល់ទីបញ្ចប់សូមអរគុណបងប្អូននិងប្រិយមិត្តអ្នកទស្សនាយើងនឹងជួបគ្នានៅវីដេអូមួយទៀតនៅវគ្គទី2ដែលនិយាយលម្អិតបន្ថែមទៀតអំពីកុំព្យូទ័របាទសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយបើមានសំណួរសូមខមមិននៅខាងក្រោមហើយបើមានមតិយោបល់បន្ថែមឬក៏មានចំណុចខ្វះខាតណាដែលខ្ញុំចង់ខ្ញុំពេញបន្ថែមសូមខមមិននៅក្នុងសូមតនៅខាងក្រោមវីដេអូបាទសូមអរគុណ